Hello អ្នកទាំងអស់គ្នាឥឡូវយើងបន្តភាគរឿងយើងទៀតណាតភាគយើងមកនៅពេលដែលរីកលូកដៃទៅរកថេគាត់ថាតើគេចង់ច្បាច់កខ្ញុំមែនហ្នឹងខ្ញុំមិនអាចស្លាប់ទាំងអញ្ចឹងបានទេខ្ញុំត្រូវតែការពារខ្លួនមិនអាចឲ្យគេសម្លាប់បានងាយៗអញ្ចឹងទេពេលហ្នឹងថេចាប់អារម្មណ៍ថាចង់បាត់រីកតាណាបាត់ហើយពេលហ្នឹងរីក៏បានអោនទៅហៅគ្រប់ស្នេហ៍ហើយក៏និយាយថាជីវិតរបស់ខ្ញុំមិនដែលបានសុខទេមិនបានចេះតែមានមនុស្សចង់សម្លាប់ខ្ញុំរហូតអញ្ចឹងពេលហ្នឹងថេក៏ឆ្លើយជំនួសហើយនិយាយថាមកពីលោកមានប្រជាប្រិយភាពហ្នឹងហើយតែវាពិតជាអភូតហេតុណាស់ដែលលោកតែងតែមិនអីគ្រប់ពេលបែបនេះពេលហ្នឹងរីក៏បានសម្លឹងមើលថេឃើញហើយថេក៏និយាយថាកុំសម្លឹងមើលខ្ញុំបែបហ្នឹងនេះលោកអំភ័យខ្ញុំហើយខ្ញុំខំជួយជីវិតលោកពេលហ្នឹងរីក៏បានងើបឈរក៏និយាយថាខ្ញុំមិនបានសម្លឹងមើលឯងណាមានតែឯងទេដែលសម្លឹងមើលខ្ញុំរហូតនោះពេលហ្នឹងថេក៏បានគិតថាមើលនិយាយលោកឯងអ្នកសម្លឹងមើលខ្ញុំមុនសោះហ្នឹងមកថាឲ្យខ្ញុំទៀតហើយស្មានតែខ្ញុំចង់មើលលោកឯងណាស់មែនហេតុអ្វីបានជាខ្ញុំត្រូវតែនិយាយមួយគេខ្ញុំគួរតែរកលេសគេចេញពីគេកុំឲ្យគេធ្វើបាបខ្ញុំទាន់ហើយក៏និយាយទៅកាន់រិចថាត្រូវហើយវាគ្មានអីពាក់ព័ន្ធជាមួយនឹងខ្ញុំទេអញ្ចឹងហើយខ្ញុំទៅកន្លែងរបស់ខ្ញុំវិញហើយពេលហ្នឹងរិចក៏និយាយថាខ្ញុំស្គាល់បរិបម្នាក់ហ្នឹងហើយក៏តនិយាយទៀតថាគេគឺជាសមាជិករួមក្រុមរបស់ខ្ញុំដឹងថាហេតុអ្វីបានគេចង់សម្លាប់ខ្ញុំហើយខ្ញុំក៏ដឹងទៀតថាឯងនិងគេគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទេហើយតែហេតុអ្វីបានជាឯងមិននៅឡើយនឹងដែរក្រៅពីនេះទោះខ្ញុំមានគម្រោងធ្វើអ្វីមួយលើឯងក៏ដោយតើឯងគិតថាខ្ញុំនឹងធ្វើអ្វីទៅលើឯងនៅពេលដែលឯងជួយខ្ញុំបែបនេះហើយអត់បានឆ្លើយអ្វីដែលរីកនិយាយទេក៏និយាយទៅកាន់រីកវិញថាលោកមើលទៅនៅតែស្ងប់ស្ងាត់ដែរទោះបីជាមានមនុស្សចង់សម្លាប់លោកក៏ដោយខ្ញុំគិតថាលោកប្រហែលជាស៊ាំនឹងវាហើយពេលហ្នឹងរីក៏ឆ្លើយថាត្រូវហើយវាប្រហែលជាមាន2ទៅ3ដងក្នុងមួយខែដែរពេលហ្នឹងរីក៏និយាយទៀតថាប្រុសម្នាក់ហ្នឹងគ្រាន់តែស្លាប់ទេតិចទៀតហ្នឹងគេងើបវិញហើយអាហ្នឹងគឺជារឿងធម្មតាទេសម្រាប់លោកប៉ុន្តែអានេះជារឿងអាក្រក់ណាស់សម្រាប់ខ្ញុំណាហើយខ្ញុំក៏សុំលោករឿងមួយពេលលោកទៅអឺរ៉ុបវិញលោកគួរតែដោះស្រាយជាមួយគេឲ្យទៅហើយក៏គិតក្នុងចិត្តថាខ្ញុំមិនចង់ឃើញមនុស្សស្លាប់ឬរបួសនៅទីនេះទៀតទេប៉ុន្តែពាក្យទាំងប្រមាណដែលថេនិយាយទៅកាន់រីកហ្នឹងគឺអត់ចូលទៅជាគាត់សម្បីតែមួយដោយសារគាត់ពងមើលដៃរបស់ថេហើយឆ្ងល់មែនទែនក៏មើលតាមក៏ឃើញថាខ្លួនឯងនឹងរបួសតែខ្ញុំមានរបួសតាំងពីពេលណាហ្នឹងរបួសរៀងមុតស្រួយដែររវល់តែនិយាយជាមួយគេខ្ញុំគ្មានដឹងថាខ្លួនឯងឈឺអីបន្តិចថេពេលហ្នឹងក៏និយាយថាប្រុសម្នាក់ហ្នឹងគេធ្វើខុសច្បាប់អង្គការគេហ៊ានយកអាវុធមកបែបនេះគេប្រកាសជាត្រូវចម្លងសៀវភៅដល់ក្បាលដែរពេលដែលរីកលឺអ្វីដែលថេនិយាយហើយគេក៏ចាប់ផ្ដើមទស្សនវិស័យយកមកពេលហ្នឹងថេក៏បានសម្លក់រីកហើយក៏និយាយថាយ៉ាងម៉េចអាហ្នឹងក៏អត់សម្ដែងដល់ម្លឹងផងឆ្លើយទាំងសើចថាត្រូវហើយអញ្ចឹងមានតែខ្ញុំត្រូវចាំគេរហូតដល់គេចម្លងសៀវភៅបានដល់ក្បាលសិនទើបខ្ញុំអាចសងសឹកនឹងគេបានមិនអីទេខ្ញុំនឹងធ្វើតាមអ្វីដែលបានប្រាប់ចាំទៅដល់តំបន់អឺរ៉ុបវិញចាំខ្ញុំចាត់ការគេបើសិននោះគឺជាអ្វីដែលឯងចង់បានចាំខ្ញុំនឹងធ្វើតាមអ្វីដែលឯងប្រាប់រៀងចាប់ដៃថេយកមកមើលរបួសហើយក៏និយាយថារបួសរៀងជ្រៅបន្តិចតែមិនអីទេបើសិនមានអីទប់ឈាមនោះហើយវានឹងមិនមានបញ្ហាអ្វីដែលគួរឲ្យបារម្ភទេពេលហ្នឹងរីក៏ដោះសំដៅហើយក៏និយាយថាណែយកអានេះទប់ឈាមសិនទៅថេនៅពេលដែលឃើញអញ្ចឹងហើយថេក៏បានគិតថាស្អីគេចង់ឲ្យខ្ញុំយកអាហ្នឹងយកទៅទប់ឈាមលេខសាយយីមែននេះគេពិតជាយកសំដែងនេះបន្ទប់ឈាមមែនហើយសំដែងមិនដឹងមានមេរោគអីខ្លះផងចង់បន្ទប់ឈាមខ្ញុំពេលហ្នឹងរីក៏ចាប់ដើមនិយាយថាឯងពិតជាមិនដូចនឹងបងប្រុសឯងពិតមែនហើយធ្វើឲ្យថេភ្ញាក់ផុតវាកម្រណាស់ដែលបងប្អូនព្រោះមានភាពខុសគ្នាបែបនេះហើយយ៉ាងណាក៏ដោយខ្ញុំគិតថាវាមិនអីទេហើយវាក៏មិនអាក្រក់ដែរពេលហ្នឹងថេក៏ថាខ្ញុំមានអារម្មណ៍ថាធ្លាប់ឮពាក្យហ្នឹងពីមុនមកវាដូចជាស្តៀងគ្នាបន្តិចតែមានអារម្មណ៍ថាដូចជាធ្លាប់ឮពី3ថ្ងៃមុនខ្ញុំចាំហើយក្រចកដៃដែលរលោងភ្លឺដូចកញ្ចក់និងម្រាមដៃស្រស់ស្អាតហើយដៃនីមួយៗតូចនេះមានរឿងស្អីកើតឡើងណាពេលហ្នឹងរីក៏បានសួរទៅថេយ៉ាងស្នាមញញឹមថាយ៉ាងម៉េចតើអញចូលចិត្តដៃរបស់ខ្ញុំណាស់មែនទេនេះកុំប្រាប់ខ្ញុំណាថារីកគឺជាអ៊ីឡេអូខេឥឡូវហ្នឹងខ្ញុំនឹងហៅតួរបស់យើងថាអ៊ីឡេវិញហើយដោយសារខ្ញុំខ្ជិលហើយរីកខៅញ៉ៃហើយពេលហ្នឹងថេក៏បានសួរថាយ៉ាងម៉េចបើសិនជាខ្ញុំថាចូលចិត្តវាលោកនឹងកាត់ឲ្យខ្ញុំអត់ពេលហ្នឹងអ៊ីឡេក៏និយាយទៅកាន់ថេថាអូតើអញចូលចិត្តវាណាស់មែនទេក្នុងចិត្តរបស់ខ្ញុំពេលនេះគឺទទេស្អាតខ្ញុំមានអារម្មណ៍ថាក្នុងខ្លួនរបស់ខ្ញុំពេលនេះគឺពោពេញទៅដោយកំហឹងនេះមានន័យថារឿងពីមុនដែលខ្ញុំធ្លាប់ចាត់ទុកគេជាមនុស្សនិងរឿងពីមុនដែលខ្ញុំធ្លាប់ភ័យខ្លាចនឹងគេវាគ្រាន់តែជាការលេងសើចរបស់គេពេលហ្នឹងអ៊ីឡេក៏បាននិយាយថាមិនអីទេចាំខ្ញុំឲ្យវាទៅឯងនៅពេលដែលខ្ញុំស្លាប់ពេលហ្នឹងថេក៏បានស្រែកថាមិនបាច់ទេខ្ញុំមិនត្រូវការទេខ្ញុំថាខ្ញុំមិនយកក៏ពិតមែនតែលោកក៏អាចប្រាប់ខ្ញុំពីរបៀបធ្វើឲ្យដៃសន្លូនបានដែរខ្ញុំពិតជាខកចិត្តនឹងគេខ្លាំងណាស់ប៉ុន្តែគេធ្វើមើលទៅដូចជារឿងលេងសើចណាស់អញ្ចឹង
bàខ្ញុំបានឃើញគេដោះស្រោមដៃរបស់គេនោះខ្ញុំច្បាស់ជាស្គាល់គេមិនខានលើលោកនេះគ្មានអ្នកណាគេមានដៃស្រស់ស្អាតដូចជាគេនោះទេពេលហ្នឹងថេក៏បានសួរទៅកាន់អ៊ីឡេថាអញ្ចឹងតើឈ្មោះមួយណាជាឈ្មោះដំបូងរបស់លោកហើយឈ្មោះមួយណាគឺជាឈ្មោះចុងក្រោយរបស់លោករីកើគឺជាឈ្មោះចុងរបស់ខ្ញុំថេក៏បាននិយាយថាអូយល់ហើយអញ្ចឹងតើខ្ញុំគួរថាហៅលោកថាម៉េចស្រេចទៅលើឯងទៅឯងចង់ហៅមិនហៅទៅថេក៏បាននិយាយថាអូក៏បានខ្ញុំក៏មិនចង់ហៅលោកទៀតដែរមិនថាឈ្មោះអ្វីក៏ដោយអ៊ីឡេរីកើខ្ញុំបានសម្ដែងការមិនពេញចិត្តយ៉ាងច្បាស់ប៉ុន្តែប្រុសម្នាក់នេះនៅតែសើចទៅវិញបើពូរបស់ខ្ញុំដឹងគាត់ប្រកាសជាដាក់ទោសខ្ញុំទៀតមិនខានទេកាលនៅពេលដែលការហ្វឹកហាត់ចប់ថេឥឡូវហ្នឹងកំពុងតែនៅក្នុងបន្ទប់របស់ពូឆាំងអ៊ិនហើយក៏និយាយថាខ្ញុំគិតថាហេតុអ្វីបានជាខ្ញុំល្ងងយ៉ាងណាបើគាត់មិនចង់ឲ្យខ្ញុំមកទីនេះហេតុអ្វីបានជាគាត់មិនបដូរកាតបន្ទប់ចេញទៅបើសិនជាគាត់មកខ្ញុំនឹងលាក់ខ្លួននៅក្រោមគ្រែហើយប្រហែលជាគាត់មិនដឹងទេទីនេះគឺជាកន្លែងដែលមានសុវត្ថិភាពបំផុតនៅក្នុងអគារទាំងមូលវានៅឆ្ងាយពីពួកអារ៉ុបទាំងនោះហើយម្យ៉ាងទៀតកន្លែងនេះគឺជាកន្លែងដែលមានសុវត្ថិភាពបំផុតហើយបន្ទប់របស់គ្រូបង្វឹកគឺមិនអាចអនុញ្ញាតឲ្យចេញចូលបានទេបើសិនជាខ្ញុំជួបគេពេលនេះគេប្រកាសជាសម្លាប់ខ្ញុំមិនខានទេនេះពូឆាំងអ៊ីនមកវិញហើយពេលដែលពូឆាំងអ៊ីនដើរមកក៏សួរថាមិនបើឯងនៅទីនេះអញ្ចឹងក្រែងខ្ញុំប្រាប់ហើយតើថាចាំការហ្វឹកហាត់ចប់ទើបអាចមកទីនេះបានអូគឺខ្ញុំអានសៀវភៅនឹងចប់ហើយបាទខ្ញុំយកមកឲ្យពូវិញពូឆាំងអ៊ីនក៏ជាថាអូហើយឯងមានពេលអានសៀវភៅនឹងបានចប់ទៀតមិនអីទេបើសិនជាឯងមកទីនេះហើយឯងអាចខ្ចីសៀវភៅមួយទៀតយកទៅបានតែឯងមិនត្រូវយកសៀវភៅនឹងមកវិញទេត្រូវតែចាំការហ្វឹកហាត់នឹងបញ្ចប់សិនទើបឯងអាចយកមកវិញបានមិនថាសៀវភៅនឹងអានចប់ហើយក៏ដោយថេក៏បានឆ្លើយអូខេអូហើយឯងត្រូវការផឹកតែអត់ពេលនោះថេក៏ឆ្លើយវិញថាខ្ញុំអត់ត្រូវការទេអរគុណហើយសៀវភៅនេះមកដល់យូរហើយមែនទេគាត់និយាយថាអានឹងដឹកមកតាមទូកពេលនោះពូឆាំងអ៊ីនក៏ឆ្លើយថាត្រូវហើយសៀវភៅនឹងតាមតែយកមកពីម្សិលមិញហើយវាទៅតែចេញទេណាខ្ញុំមិនទាន់បានអានវានៅឡើយទេប៉ុន្តែបើសិនជាឯងចង់បានឯងអាចយកវាទៅអានមុនបានណាមួយពេលនេះខ្ញុំក៏គ្មានពេលដើម្បីអានវាឲ្យចប់ដែរនោះអញ្ចឹងខ្ញុំខ្ចីសិនហើយចាំពេលការហ្វឹកហាត់ចប់ចាំខ្ញុំយកមកសងពូវិញតែថាពូមើលទៅពិតជាហត់ខ្លាំងណាស់មួយរយៈនេះក៏ប្រហែលជាសៀវភៅដែលពូចង់អានខ្លាំងណាស់ហើយត្រឹមត្រូវហើយខ្ញុំមានគម្រោងក្នុងការអានវាដោយរីករាយនៅពេលដែលការហ្វឹកហាត់នេះត្រូវបានបញ្ចប់អូអញ្ចឹងជាហេតុផលដែលពូឲ្យគេផ្ញើតាមទូកមកទីនេះបើអ៊ីលេគង់តែមកទីនេះដដែលមិនបានជាគេមិនយកសៀវភៅនេះមកដោយខ្លួនឯងតែម្ដងទៅចាំបាច់ទៅផ្ញើតាមនឹងធ្វើអីពេលហ្នឹងពូឆាំងអ៊ីនក៏បានមកសួរថាតើគេមានប្រាប់រឿងរបស់គេទៅឯងអត់តែថាវាពិតជាចម្លែកណាស់ដែលគេប្រាប់ឈ្មោះពិតរបស់គេទៅឯងទាំងដែលឯងនិងគេមិនដែលជួបគ្នាផងនោះគេបែបជាចូលចិត្តឯងខ្លាំងណាស់ហើយពេលហ្នឹងថេក៏បានលាន់មាត់ក្នុងចិត្តថាស្អីគេខ្ញុំមិនគិតអញ្ចឹងទេបើសិនជាគេចូលចិត្តខ្ញុំមែនណាខ្ញុំមិនចាំបាច់រត់ពីគេគ្រប់ពេលនោះទេស្ដាប់សម្ដីរបស់ពូខ្ញុំនិយាយទៅដូចលបមិនទេវាមិនដែលគេចូលចិត្តខ្ញុំនោះទេបើសិនជាគេពិតជាចូលចិត្តខ្ញុំមែនក៏គ្មានអ្វីត្រូវផ្លាស់ប្ដូរដែរព្រោះសម្រាប់គេអ្វីដែលគេនិយាយថាចូលចិត្តវាគ្រាន់តែជាវត្ថុមួយសម្រាប់ឲ្យគេលេងសប្បាយតែប៉ុណ្ណោះវាខុសគ្នាខ្លាំងណាស់អត្ថន័យនៃការចូលចិត្តឬក៏ស្រឡាញ់គេគឺចូលចិត្តលេងសើចនឹងចំណាប់អារម្មណ៍របស់អ្នកដទៃខ្លាំងណាស់ហើយវាគ្មានផ្លូវដែលពូឆាំងអ៊ីនមិនដឹងថាគេជាមនុស្សបែបណានោះទេហើយក៏និយាយទៅកាន់ពូឆាំងអ៊ីនថាខ្ញុំគ្មានចំណាប់អារម្មណ៍ទៅដឹងរឿងរបស់គេទេខ្ញុំត្រូវរស់នៅទីនេះរយៈពេលកន្លះឆ្នាំរឿងតូចតាចទាំងអស់នេះវាធ្វើឲ្យខ្ញុំបារម្ភខ្លាំងណាស់វាមិនអីទេឯងមិនបាច់ព្រួយបារម្ភខ្លាំងទេហើយពេលហ្នឹងថេក៏បានសួរពូឆាំងអ៊ីនថាអញ្ចឹងសូមសួរពូរឿងមួយតើពូស្គាល់គេបានយ៉ាងម៉េចខ្ញុំគិតថាឯងអាចហៅពួកយើងថាគឺជា book friend បើពូមិនចង់ប្រាប់ខ្ញុំទេមិនបាច់ប្រាប់ក៏បានដែរចឹងពេលនោះថេក៏បាននិយាយទៅពូឆាំងអ៊ីនថាបានបើពូមិនចង់ប្រាប់ទេមិនអីដែរខ្ញុំខ្ចីសៀវភៅនឹងទៅសិនហើយពេលនោះពូឆាំងអ៊ីនក៏និយាយទៀតថាខ្ញុំស្គាល់បងប្រុសរបស់គេមើលទៅតាមទឹកមុខរបស់គាត់មិញហ្នឹងពេលដែលគាត់និយាយប្រហែលជាការប៉ັດហើយតែយ៉ាងណាក៏ដោយគ្រប់យ៉ាងមិនទាន់លាតត្រដាងឲ្យខ្ញុំដឹងពីការប៉ັດនោះទេហើយក៏និយាយទៀតថាបានខ្ញុំមិនយល់សោះហេតុអ្វីបានជាមនុស្សដូចជាគេមកធ្វើការឲ្យ UNHRDO នោះទេបើនិយាយឲ្យការប៉ັດទៅខ្ញុំមិនយល់ពីទំនាក់ទំនងរវាងគ្រួសាររបស់គេនិង UNHRDO វាយ៉ាងម៉េចទៅពេលហ្នឹងពូឆាំងអ៊ីនក៏ដាក់កែវតែចុះហើយក៏និយាយថាថេអ៊ីរឿងដែលគេធ្វើការអីនោះគឺវាមិនសំខាន់ទេបើឯងគាត់ថាអ៊ីឡេនិងរីកូធ្វើការនៅអង្គភាពផ្សេងគ្នានោះគឺវាខុសហើយព្រោះថាអ៊ីឡេហើយរីកូគឺមិនខុសគ្នានោះទេអញ្ចឹងតើគាត់ចង់បានន័យថាអ៊ីឡេដែលតែងតែនិយាយជាមួយខ្ញុំក្នុងការខលនោះនិងរីកូដែលខ្ញុំជួបរាល់ថ្ងៃនេះគឺជាមនុស្សតែមួយពិតមែនត្រូវហើយខ្ញុំបានដឹងថាគេគឺជាមនុស្សតែមួយតាំងពីពេលដែលខ្ញុំបានឃើញដៃរបស់គេមកម្ល៉េះខ្ញុំថាពូប្រហែលគិតខុសហើយតាមពិតទៅ
ខ្ញុំមិនសូវដឹងរឿងច្រើនអំពីអ៊ីឡេនោះទេខ្ញុំមានមោទនភាពចំពោះខ្លួនឯងដែលមានសមត្ថភាពនិយាយជាមួយអ្នកដទៃប៉ុន្តែមនុស្សតែមួយមិនអាចកំណត់សន្តានតិចតួចរបស់គេដោយមិនបានមើលមុខនោះទេហើយតាក់ទងនឹងរីកើវិញខ្ញុំមិនដឹងអ្វីពីគេទេតែការពិតមួយគេគឺជាមនុស្សគ្រោះថ្នាក់ដែលខ្ញុំមិនគួរចូលទៅជិតប៉ុន្តែអ្វីដែលខ្ញុំដឹងពីគេនោះគឺគេអាចមកច្របាច់កសម្រាប់ខ្ញុំបានគ្រប់ពេលហើយខ្ញុំក៏គិតថានោះគឺជាការខលនិយាយគ្នាជាលើកចុងក្រោយផងដែរតែមិនថាពួកយើងបាននិយាយគ្នាម្ដង3ដងឬ10ដង100ដងទេគេប្រហែលជាចាត់ទុកខ្ញុំគ្រាន់តែជាមនុស្សចម្លែកម្នាក់តែប៉ុណ្ណោះត្រូវហើយបើតាមគិតទៅអ៊ីឡេនិងរីកើគឺជាមនុស្សតែម្នាក់អត្តចរិតរបស់គេប្រកាសជាដូចគ្នាហ្នឹងហើយពិតជាសោយមែនដែលត្រូវអាប៉ែករោគចិត្តនឹងបោកបានប៉ុន្តែរឿងដែលគួរឲ្យសោកស្ដាយនោះហេតុអ្វីបានជាដៃដ៏សាឡូនស្អាតបែបហ្នឹងមកនៅជាមួយនឹងគេទៅវិញបើអាចខ្ញុំចង់កាត់ដៃរបស់គេមកដាក់ដៃរបស់ខ្ញុំវិញបើទោះបីជាវាមិនសមក៏ដោយប្រសើរជាងដែលឲ្យវាទៅនៅជាមួយនឹងអាប៉ែករោគចិត្តម្នាក់នោះមនុស្សប្រុសដែលបានស្លាប់កាលពីព្រឹកមិញគឺជាមនុស្សប្រុសដែលបានចង់សម្លាប់អ៊ីឡេកាលពីយប់មិញនៅពេលនោះរឿងបានកើតឡើងនៅចំពោះមុខអ្នកគ្រប់គ្នាតែម្ដងពេលនោះអាម្នាក់នឹងមិនដឹងថាយកកំបិតមកពីណាទេយកមកចាក់អ៊ីឡេវាកើតឡើងភ្លាមពេកធ្វើឲ្យខ្ញុំមិនអាចជួយប្រុសម្នាក់នោះបានទេនៅពេលនោះខ្ញុំក៏បានឃើញនៅស្នាមញញឹមរបស់អ៊ីឡេហើយខ្ញុំក៏ដឹងភ្លាមថានឹងមានរឿងអីកើតឡើងពេលហ្នឹងថេក៏បាននិយាយថាតើអាហ្នឹងគឺជាការការពារខ្លួនដែរមែនមិនយូរប៉ុន្មានគ្រូបង្វឹកក៏បើកទ្វារចូលមកប៉ុន្តែគាត់គ្រាន់តែប្រមានគេប៉ុណ្ណោះហើយពាក្យដែលគ្រូបង្វឹកម្នាក់នឹងបាននិយាយគឺថាយោងតាមច្បាប់យើងមិនអាចដាក់ទោសលោកចំពោះរឿងហ្នឹងបានទេប៉ុន្តែបើសិនជារឿងបែបហ្នឹងកើតឡើងម្ដងទៀតពួកយើងនឹងអត់អន់ឲ្យលោកម្ដងទៀតទេគ្រាន់តែដឹងទៅថាពួកយើងនឹងចាត់វិធានការសមស្របទៅតាមពេលវេលានិយាយទៅរឿងហ្នឹងខ្ញុំក៏ឆ្ងល់ដែរហេតុអ្វីបានជាគេធ្វើការនៅទីនេះឬមួយក៏ព្រោះតែគេអាចសម្លាប់មនុស្សនៅទីនេះដោយមិនមានការផ្ដន្ទាទោសទៅលើគេតែម្ដងតើគេតែងតែសប្បាយនៅពេលដែលគេសម្លាប់មនុស្សណាមែនទេពេលហ្នឹងក៏មានសម្លេងមួយហៅថេហើយថេក៏ថាសម្លេងនេះពេលហ្នឹងថេក៏និយាយថាស៊ីនលូអូតែឯងឈរនៅត្រង់នេះយូរប៉ុណ្ណាហើយពេលហ្នឹងស៊ីនលូក៏បានឆ្លើយថាគឺនៅពេលដែលបងនិយាយថាវាប្រសើរជាងដែលទុកឲ្យនៅជាមួយនឹងអារោគចិត្តនោះតើបងចង់និយាយអំពីដៃរបស់អ្នកណាគេទៅអូគ្មានអីទេគេគ្រាន់តែជាមនុស្សខ្ចាត់ប្រវត្តិឯងមិនចាំបាច់ចាប់អារម្មណ៍នឹងគេនោះទេបើឯងចង់ស្គាល់គេមិនចាំបាច់នោះទេគេគឺជាមនុស្សវិកលចរិតឯងទៅរាប់អានគេនឹងដូចជានាំទុកដាក់ខ្លួនអញ្ចឹងវាមិនអីទេខ្ញុំក៏មិនចង់ស្គាល់គេដែរបងមិនចាំបាច់បារម្ភពីរឿងហ្នឹងទេតែថាពួកយើងខានជួបគ្នាតែពី3ថ្ងៃទេហេតុអ្វីបានជាបងមើលទៅ stress ហ៎នៅពេលដែលលឺស៊ីនលូនិយាយចឹងថេក៏បានគិតថាហាស៊ីនលូគេបារម្ភពីខ្ញុំតើបងទៅតាមមកពីជួបលោកគ្រូចុងមែនទេខ្ញុំសង្ឃឹមថាបងនឹងមិនត្រូវគេចាប់បានទៅចុះនៅទីនេះមានកាមេរ៉ាគ្រប់កន្លែងខ្ញុំគិតថាខ្ញុំប្រហែលត្រូវគេចាប់បានបាត់ហើយស៊ីនលូក៏និយាយថាអូប៉ិនមែនឬគេពិតជា slot boat និងគួរឲ្យស្រឡាញ់ខ្លាំងណាស់គ្រាន់តែខ្ញុំឃើញស្នាមញញឹមរបស់គេវាធ្វើឲ្យខ្ញុំមានក្តីសុខខ្លាំងណាស់ក្តីសុខដែលខ្ញុំមិនធ្លាប់មានពីមុនមកនេះឬគឺជាក្តីសុខដែលមនុស្សគ្រប់គ្នាតែនិយាយនោះមែនទេហើយក៏និយាយឈ្មោះស៊ីនលូក៏ឆ្លើយបាត់ទាំងឆ្ងល់ហើយក៏ថេក៏ទៀតថាខ្ញុំគ្រាន់តែចង់ហៅឈ្មោះរបស់គេតែប៉ុណ្ណោះខ្ញុំមិនដឹងថាតើខ្ញុំអាចហៅគេអូនសម្លាញ់បានដែរអត់ទេខ្ញុំចូលចិត្តស៊ីនលូខ្លាំងណាស់ហើយខ្ញុំក៏ដឹងទៀតថាគេប្រកាសជាមានអារម្មណ៍ល្អជាមួយនឹងខ្ញុំដែរពេលហ្នឹងថេក៏បានសួរទៅកាន់ស៊ីនលូថាតើឯងចង់ទៅណាហ្នឹងអូគឺខ្ញុំត្រឡប់ទៅបន្ទប់របស់ខ្ញុំវិញថ្ងៃនេះគឺមានការងារច្រើនណាស់ដែលត្រូវធ្វើហើយខ្ញុំទៅតែធ្វើវាឲ្យអំបញ្ញមិញនេះឯងបាទអញ្ចឹងឯងទៅសម្រាប់សិនទៅចាំជួបគ្នាលើកក្រោយទៀតបាទត្រូវហើយអញ្ចឹងបងកុំភ្លេចមើលថែខ្លួនផងពេលដែលស៊ីនលូចេញទៅស៊ីនលូក៏បានប្រាប់ថាហើយកុំភ្លេចនៅការណាត់ជួបរបស់យើងនៅពេលដែលការហ្វឹកហាត់ចប់ហើយណាស៊ីនលូពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ហើយក៏និយាយទៅកាន់ស៊ីនលូវិញថាបាទអញ្ចឹងហើយចាំជួបគ្នានៅពេលការហ្វឹកហាត់ចប់ពេលហ្នឹងថៃក៏បានចាប់អារម្មណ៍ថាឃើញអ៊ីឡេនៅហ្នឹងហើយក៏គាត់ថាហេតុអ្វីបានជាគេនៅហ្នឹងទៀតហើយអ៊ីឡេរីកើឲ្យតែពេលដែលប្រុសម្នាក់នេះនៅចិត្តស៊ីនលូខ្ញុំតែងតែមានអារម្មណ៍ថាមានគេចង់ដណ្ដើមរបស់មានតម្លៃចេញពីខ្ញុំដូចជាពេលមុនជាដើមពេលហ្នឹងស៊ីនលូក៏និយាយថាថេខ្ញុំទៅបន្ទប់របស់ខ្ញុំវិញហើយបងទៅបន្ទប់របស់បងដែរទៅថេគាត់ថាគេនិយាយទាំងភ័យគ្រាន់តែពេលឥឡូវនេះខ្ញុំមានអារម្មណ៍ធូរស្រាលបន្តិចដោយសារតែទឹកមុខរបស់ស៊ីនលូគឺមិនចាប់អារម្មណ៍នឹងអ៊ីឡេនោះទេទោះបីជាស៊ីនលូមិនចាប់អារម្មណ៍នឹងគេក៏ដោយក៏ខ្ញុំនៅតែឲ្យស៊ីនលូប្រុងប្រយ័ត្ននឹងគេដែរព្រោះថាអ៊ីឡេគឺជាមនុស្សដែលចូលចិត្តចាប់អង្ខំគេខ្លាំងណាស់បើគេចង់បានអីមួយហើយគឺគេត្រូវតែបាននឹងហើយដូចជាការកតុកមុនអញ្ចឹងអ៊ីឡេបានអោបស៊ីនលូទុំនឹងអញ្ចឹងហើយពេលហ្នឹងថេក៏បានខំស្រាយហៅអ៊ីឡេដែរតែអ៊ីឡេអត់ស្ដាប់ទេបានជាចាប់ថប់មាត់ស៊ីនលូយកហ្មងដែលធ្វើឲ្យថេខឹងមែនតើក៏ផឹងស្រាយឲ្យឈប់